សួស្តីបងប្អូនទាំងអស់គ្នាតើថ្ងៃនេះបងប្អូនទាំងអស់គ្នាមានដំណើរកម្សាន្តទៅលេងទីណាដែរសម្រាប់ខ្ញុំវិញគឺអត់បានទៅណាទេគឺនៅធ្វើកិច្ចការមួយចំនួននៅក្នុងផ្ទះបន្ទាប់ពីធ្វើកិច្ចការមួយចំនួនរួចក៏ឆ្លៀតពេលដើម្បីស្វែងរកមុខម្ហូបសម្រាប់អាហារពេលល្ងាចជួបជុំក្រុមគ្រួសារមុខម្ហូបថ្មីដែលឃើញថាវាប្លែកនោះគឺមានមិនអបកុលក្រីឥឡូវយើងមកចាប់ផ្ដើមធ្វើមិនទាំងអស់គ្នាខ្ញុំមានមិនមួយប្រហែលជា7 1 គីឡូមិននេះគឺចំខ្លួនឯងទេអត់បានទៅទិញពីផ្សារឲ្យមកទេគឺមិនធម្មជាតិមិនស្រែពិតមិននេះដែរគឺយើងត្រូវធ្វើវាឲ្យស្អាតហើយនឹងពុះវាបន្តមកទៀតគឺយើងរៀបចំគ្រឿងប្រឡាក់ទៅតាមចំណូលចិត្តទៅបងប្អូនចង់ចូលចិត្តបែបម៉េចក៏ធ្វើតាមរៀងខ្លួនទៅសម្រាប់ខ្ញុំគឺប្រើតែស្ករប៊ីចេងហើយនឹងប្រេងខ្យងហើយនឹងទឹកស៊ីអ៊ីវបន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើការប្រឡាក់ទៅលើមាន់របស់យើងឲ្យសព្វទាំងខាងក្នុងនិងខាងក្រៅនឹងធ្វើការម៉ាស្សាឲ្យមាន់តិចស្រាលដើម្បីឲ្យគ្រឿងដែលយើងប្រឡាក់នឹងចូលជាតិល្អទៅក្នុងសាច់មាន់បន្ទាប់ពីយើងប្រឡាក់មាន់ទាំងក្នុងទាំងក្រៅរួចរាល់សពគ្រប់ហើយគឺយើងយកមាន់ទៅទុកដោយមួយឡែកសិនការដែលយើងប្រឡាក់មាន់ទុកនេះគឺយើងទុកយ៉ាងតិចក៏បាន20 ទៅ 30 នាទីដែរបន្ទាប់ពីយើងធ្វើការប្រឡាក់មាន់រួចរាល់ហើយគឺយើងចាប់ផ្ដើមរៀបចំដើម្បីរៀបចំគ្រឿងដែលត្រូវអប់ជាមួយនឹងមាន់របស់យើងចំណែកគ្រឿងផ្សំនោះគឺมันមានអីច្រើនទេធម្មតាទេបងប្អូនទាំងអស់គ្នាឃើញជ្រុញដែលខ្ញុំកំពុងប្រើប្រាស់នេះទេឃើញថាប្រណិតល្អមែនទែនជ្រុញនេះគឺខ្ញុំទិញពីក្នុង page ដែលបានបង្ហាញទៅក្នុងវីដេអូនេះគឺឃើញថាល្អមែនទែនក្នុងការប្រើប្រាស់បងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងទិញនៅក្នុង page ដែលខ្ញុំបង្ហាញនៅវីដេអូឥឡូវចូលសាច់រឿងយើងវិញខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាទៅទៅនឹងគ្រឿងផ្សំដែលយើងយកមកអប់នេះគឺខ្ញុំប្រើខ្ទឹមបារាំងនិងខ្ទឹមក្រហមខ្ញីរំដេងគឺយើងប្រើតិចបានហើយបន្តមកទៀតគឺគល់ស្លឹកគ្រៃគឺយើងដាក់ឲ្យច្រើនដើម្បីត្រាប់នៅបាតឆ្នាំងហើយមិនចោលទេគឺលឹកក្រូចសើចដែលយើងត្រូវដាក់បន្ថែមជាមួយបន្ទាប់ពីយើងរៀបចំគ្រឿងរួចរាល់ហើយគឺយើងចាប់ផ្ដើមរៀបចំគ្រឿងដែលយើងបានរៀបចំនេះយកមកដាក់នៅក្នុងឆ្នាំងយើងរៀបចំឲ្យស្អាតឲ្យវាមានកម្រាស់ក្រាស់ដើម្បីកុំឲ្យសាច់មាន់របស់យើងប៉ះនឹងឆ្នាំងបន្ទាប់ពីយើងរៀបចំរួចរាល់ហើយគឺយើងចាក់ប្រេងឆាចូលតិចតូចមែនទែនដើម្បីកុំឲ្យឆ្ងៀមកុំឲ្យខ្លោចបន្ទាប់មកទៀតគឺយើងរៀបចំមាន់របស់យើងចូលទៅក្នុងឆ្នាំងការរៀបមាន់នេះដែរគឺវាត្រូវការជំនាញច្បាស់លាស់ក្នុងការរៀបវាមិនអាចចេះតែដាក់បានទេបន្ទាប់ពីយើងរៀបចំរួចរាល់ហើយយើងចាប់ដើមបើកភ្លើងមកហើយយកមាន់ដែលយើងបានរៀបចំនោះដាក់រក្សាទុករយៈពេលប្រហែលជា30 ទៅ 40 នាទីហើយយើងប្រើភ្លើងតិចរឹមនៅពេលនេះឃើញថាគ្រប់កម្រិត30 នាទីហើយគឺខ្ញុំបានធ្វើតេស្តមើលមាន់គឺដោយសារយើងយកចង្កឹះចាក់មើលទៅឃើញថាឆ្អិនល្អហើយបន្តមកទៀតគឺយើងរៀបចំមានបន្លែផ្ទាប់តិចតួចទៅតាមចំណង់ចំណូលចិត្តនឹងស្រង់មិនដាក់មកហើយនឹងរៀបចំយកមកឲ្យ Master Chef វ័យក្មេងដើម្បីឲ្យគាត់ភ្លក់រសជាតិតើរសជាតិអាចទទួលយកបានឬអត់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូបើមានចំណុចខ្វះខាតត្រង់ណាក្នុងការធ្វើម្ហូបនេះក៏សូមបងប្អូនខន្តីអភ័យទោសពីព្រោះខ្ញុំបាទនេះមិនមែនជាចុងភៅជំនាញអីទេគ្រាន់តែថាមើលតាមYouTube ហើយក៏យកមកអនុវត្តអរគុណជម្រាបលា